ជំរាបសួរលោកគ្រូអ្នកគ្រូនៅក្នុងវីដេអូនេះគឺជាមេរៀនទី7ដែលខ្ញុំនឹងនិយាយអំពីការប្រើប្រាស់កាត Flickr របស់យើងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូអំពីការប្រើប្រាស់កាតនេះអញ្ចឹងមេរៀនមុនលោកគ្រូអ្នកគ្រូបានដឹងរួចមកហើយអំពីការបង្កើតសំណួរក៏ដូចជាការបង្កើតដូចជា folder ផ្សេងៗដើម្បីទុកនៅសំណួរទាំងអស់នោះឲ្យវាមានរបៀបទៅតាមបែបបទទៅតាមមេរៀនដែលយើងនឹងធ្វើការបង្រៀនឬក៏វិតម្លៃសិស្សអញ្ចឹងមុននឹងចូលទៅក្នុងវីដេអូនេះខ្ញុំបាទសូមបង្ហាញលោកគ្រូបន្តិចអំពីកាតនេះបាទនេះគឺជាកាតជាក់ស្ដែងដែលវីដេអូមុនខ្ញុំបានបង្ហាញលោកគ្រូរួចម្ដងហើយនៅក្នុងជាទម្រង់ជាប្រភេទ soft បាទប្រភេទ soft នេះយើងអាចយកវាមក print កាលណាយើង print ចេញមកគឺយើងអាចយកមកកាត់បាទយើងកាត់ជាទំហំប៉ុណ្ណេះក៏បានឬក៏លោកគ្រូអាចយកទៅច្នៃប្រឌិតបន្ថែមបាទដាក់ឲ្យមានភាពទាក់ទាញដាក់ color ដាក់អីក៏បានបាទដូចដែលខ្ញុំបង្ហាញជូននៅក្នុងមេរៀនមុនទាក់ទងទៅនឹងការ design កាតមួយនេះហើយនៅលើកាតនេះដែរនៅពេលដែលយើង print ចេញរួចហើយលោកគ្រូអាចយកវាមកអ៊ុតអញ្ចេះក៏វាអត់អីដែរក៏យើងនៅតែ scan ជាប់ដែរធ្វើទៅបិទទៅវាផ្លាតពន្លឺអីបន្តិចបន្តួចប៉ុន្តែការធ្វើរបៀបនេះគឺយើងអាចរក្សាកាតនេះទុកបានយូរយើងអាចប្រើប្រាស់បានងាយស្រួលហើយចំពោះសិស្សថ្នាក់បឋមសិក្សាគឺយើងមិនព្រួយនៅក្នុងការរហែកឬក៏អីទេបាទប៉ុន្តែការអ៊ុតទៀតសោះលោកគ្រូត្រូវតែអ៊ុតឲ្យត្រូវតាមកម្រិតកម្ដៅឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យវាកញ្ញាញ់វាជ្រួញអីនៅកន្លែងខ្មៅអីចឹងវាអាចនឹងមានបញ្ហាដែរបាទហើយខ្ញុំសូមបញ្ជាក់ផងដែរថានៅក្នុងកាតនេះគឺមានលេខរៀងបាទនៅជ្រុងទីនេះបាទមានលេខរៀងមានតួអក្សរជាជំរើសចម្លើយឲ្យសិស្សជ្រើសរើសមានចំនួន4គឺគ្រប់ជ្រុងទាំងអស់មាន A B C និង D បាទចឹងលោកអ្នកគ្រូអាចឲ្យសិស្សលើករបៀបនេះក៏បានបាទនៅពេលដែលលើកយើងអាចណែនាំគាត់លើកបែបនេះក៏បានឬក៏គាត់អាចលើកកាន់នៅជ្រុងខាងនេះលើកបង្ហាញយើងក៏បានឬគាត់អាចលើកដៃមួយចេះក៏បានចឹងទំហំຂະຫນាតកាតប៉ុណ្ណេះគឺងាយស្រួលសម្រាប់សិស្សនៅក្នុងថ្នាក់បឋមសិក្សាហើយបើសិនជាកម្រិតដែលល្អមួយទៀតបាទគឺពេញដៃល្អដែលយើងអាច design ដែលយើងអាចរចនាឲ្យសមល្មមតែម្ដងគឺអាចกระดาษ A5 បាទ A5 ហ្នឹងគឺយើងអាចយកមកដាក់មួយតែម្ដងក៏រឹតតែល្អបាទហើយប្រើប្រាស់បានយូរទៀតហើយស្តង់ដារត្រឹមត្រូវមើលទៅគឺទំនងបាទឥឡូវត្រឡប់មកកាន់វីដេអូយើងវិញនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើជាឧទាហរណ៍មួយដែលខ្ញុំនឹងធ្វើការវិតម្លៃសិស្សដែលប្រើប្រាស់ទូរស័ព្ទរបស់ខ្ញុំនៅក្នុងការវិតម្លៃសិស្សដែលប្រើប្រាស់កាតមួយនេះជាក់ស្ដែងបាទឥឡូវសូមអញ្ជើញទៅតាមដានទស្សនាទាំងអស់គ្នាជាមួយនឹងខ្ញុំបាទសូមអញ្ជើញបាទអញ្ចឹងនៅលើកុំព្យូទ័ររបស់យើងដំបូងឡើយលោកគ្រូត្រូវចូលមកកាន់កម្មវិធី Flickr របស់យើងសិនដើម្បីយើងបង្ហាញ screen នេះយើងភ្ជាប់ទៅនឹង projector ហើយបង្ហាញទៅឲ្យសិស្សគាត់មើលបាទនៅក្នុងករណីដែលយើងប្រើ projector ឬក៏យើងប្រើទូរទស្សន៍ Smart TV អញ្ចឹងយើងក៏អាចចូលមកកាន់ website នេះដែរគឺយើងភ្ជាប់ពីកុំព្យូទ័ររបស់យើងមកលោកគ្រូអញ្ចឹងកន្លែងនេះយើងចូលបានតែប៉ុណ្្នឹងសិនក៏បានដែរឥឡូវយើងទៅមើលនៅក្នុងទូរស័ព្ទវិញក្នុងទូរស័ព្ទក៏ដូចគ្នាដែរលោកគ្រូចូលមកកាន់កម្មវិធី Flickr របស់យើងបាទបន្តមកទៀតលោកគ្រូចូលមកកាន់ folder ណាមួយមកអញ្ចឹងនេះគឺជាអ្វីដែលយើងបានរៀបចំរួចកាលពីមេរៀនមុនទីនេះខ្ញុំឧទាហរណ៍មួយករណីដោយយកភាសាខ្មែរថ្នាក់ទី5យកមកប្រើប្រាស់កាតនេះដើម្បីវិតម្លៃសិស្សហ្នឹងបាទអញ្ចឹងខ្ញុំចុចមកលើភាសាខ្មែរថ្នាក់ទី5បន្តមកទៀតយើងចុចរហូតទៅដល់មេរៀនសំណួរដែលយើងបានរៀបចំហ្នឹងបន្តមកទៀតគឺលោកគ្រូចុចទៅលើកន្លែង play នេះមកសញ្ញានេះលោកគ្រូបាទយើងចុចឲ្យចំលោកគ្រូបាទនេះសញ្ញានេះឯងបាទគឺវានឹងចេញទម្រង់នេះមកបន្តមកទៀតលោកគ្រូត្រូវរើសថ្នាក់បាទយើងរើសថ្នាក់ទីប្រមាណឧទាហរណ៍ថាយើងសំណួរនេះគឺនៅក្នុងថ្នាក់ទី5បាទអញ្ចឹងយើងចុចថ្នាក់ទី5បាទអញ្ចឹងនៅពេលនេះលោកគ្រូនឹងឃើញនៅក្នុង screen របស់យើងគឺវានឹងមានសំណួរលោតចេញដូចគ្នាបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ថាកន្លែងនេះគឺមុននឹងធ្វើដំណាក់កាលទាំងអស់នេះគឺលោកគ្រូត្រូវចែកកាតឲ្យសិស្សឲ្យតាមលេខរៀងរបស់គាត់ហើយបញ្យល់គាត់ឲ្យយល់ឲ្យអស់ហើយបញ្យល់គាត់ឲ្យបានយល់អំពីការប្រើប្រាស់កាតនេះឲ្យរួចរាល់ហើយបាទឥឡូវត្រឡប់មកដល់កន្លែងយើងវិញទីនេះគឺយើងចុចលើសញ្ញា scan ទីនេះពេលនោះវានឹងចាប់ផ្ដើម scan នៅចម្លើយរបស់សិស្សបាទនេះគឺខ្ញុំឧទាហរណ៍នេះគឺជាសិស្សខ្ញុំយកករណីសិក្សាសិស្សចំនួន2រូបឧទាហរណ៍ screen នោះគឺជា screen ដែលយើងចូលទៅកាន់ website មួយហ្នឹងដើម្បីឲ្យសិស្សគាត់មើលយើងអាចប្រចាំងទៅកាន់អញ្ចាំងឬក៏ projector អីផ្សេងហ្នឹងឬក៏ smart TV ផ្សេងលោកគ្រូឥឡូវនេះយើងចាប់ផ្ដើម scan សិស្សបាទអញ្ចឹងសិស្សត្រូវមើលទៅកាន់សំណួរទាំងអស់គ្នាបាទពេលនោះសិស្សគាត់ត្រូវមើលទៅកាន់សំណួរបន្ទាប់មកទៀត
នៅពេលដែលគាត់សម្រេចចិត្តថាយកចម្លើយណាមួយនៅលើផ្ទាំងអេក្រង់ហ្នឹងគឺយើងត្រូវទឹកពេលវេលាណាមួយឲ្យគាត់សម្រេចចិត្តហើយឲ្យគាត់លើកបាទអញ្ចឹងសំណួរនេះគឺគេបានសួរថាតើពាក្យសត្វមានន័យដូចម្ដេចបាទអញ្ចឹងចម្លើយ A វត្ថុដែលគ្មានជីវិត B វត្ថុដែលដុះលូតលាស់ C សារពាង្គកាយដែលមានជីវិតនិង D រុក្ខជាតិអញ្ចឹងទាំងអស់គ្នាយើងត្រូវរើសយកចម្លើយមួយណាឥឡូវយើងចាប់ផ្ដើមតើចម្លើយណាជាចម្លើយដែលត្រឹមត្រូវរវាង A B C និង D តោះយើងចាប់ផ្ដើមលើកចាប់ផ្ដើមលើកអូខេឈ្មោះសិស្សនេះគឺឈ្មោះស្ដាប់ហើយនិងឈ្មោះចុកគាត់លើកចម្លើយបើសិនជាគាត់លើកមកជាពណ៌បៃតងមានន័យថាគាត់លើកត្រឹមត្រូវលោកគ្រូអ្នកគ្រូណាបាទអញ្ចឹងយើងអាចដឹងថាសិស្សយើងគាត់យល់នៅសំណួរមួយហ្នឹងនេះគឺជារបៀបវាតម្លៃនៅក្នុងការប្រើប្រាស់កាតមួយនេះបាទអរគុណច្រើនឥឡូវកូនដាក់ចុះនៅពេលដែលគាត់លើករួចហើយលោកគ្រូអ្នកគ្រូអាចចុចកន្លែងសញ្ញាដូចភ្លេងនេះដើម្បីយើងមើលចម្លើយដែលសិស្សគាត់លើកកន្លែងនេះគឺជាកន្លែងដែលចំនួនសិស្សដែលគាត់ជ្រើសរើសចម្លើយ C អញ្ចឹងមានចំនួន2រូបអញ្ចឹងយើងអាចចុចមើលនៅកន្លែងនេះបានបាទចុចកន្លែងនេះមកគឺចេញហើយបាទចំណែកឯកន្លែងនេះគឺជាកន្លែងដែលយើងបញ្ឈប់ការ scan បាទយើងចុចមកគឺបញ្ឈប់ការ scan ចំណែកឯកន្លែងរូបការ៉េ4ជ្រុងទីនេះពេលដែលយើងចុចមកគឺវានឹងបង្ហាញសិស្សរបស់យើងដែលគាត់ចូលមកឆ្លើយអញ្ចឹងយើងនឹងឃើញសិស្សឆ្លើយត្រូវឆ្លើយខុសនៅទីនេះបាទបើចេញពណ៌បេតុងគាត់ឆ្លើយត្រូវបាទបើអត់បានឆ្លើយទេគឺគាត់អវត្តមានឬក៏ scan មានបញ្ហាដោយសារតែគាត់លើកខុសបច្ចេកទេសបាទចំណែកឯកន្លែងនេះគឺជាកន្លែងដែលយើងបាទលុបនៅរាល់ការឆ្លើយរបស់សិស្សចេញហើយយើងអាច scan ភាសាទៀតនៅក្នុងករណីដែលមានសិស្សគាត់លើកទឹកខុសឬក៏យើង scan អត់ជាប់អីអញ្ចឹងលោកគ្រូអ្នកគ្រូបាទអញ្ចឹងកន្លែងនោះមានតែប៉ុណ្្នឹងឯងឥឡូវខ្ញុំសូមបញ្ឈប់ការ scan មួយសិនពេលនោះវានឹងបង្ហាញនៅលទ្ធផលដែលសិស្សគាត់ចូលរួមឆ្លើយបាទនៅទីនេះមានជាមធ្យមគឺ 100% ឃើញទេហើយចំនួនអ្នកចូលរួម responses នេះគឺ2នាក់ហើយ missing នេះគឺ5អញ្ចឹងសិស្សខ្ញុំមិញទាំងអស់គឺសរុប7នាក់ប៉ុន្តែសិស្សដែលចូលមកឆ្លើយនេះគឺមាន2នាក់ក្នុងនោះគឺ 100% ដែលគាត់អាចឆ្លើយត្រូវហើយ5នាក់ទៀតគឺមិនបានចូលរួមឆ្លើយឬក៏មិនមានសកម្មភាពនៅក្នុងការឆ្លើយនេះទេមួយទៀតបើយើងចុចនៅទីនេះគឺលោកគ្រូអ្នកគ្រូនឹងឃើញបាទបង្ហាញចម្លើយត្រឹមត្រូវនៅលើ screen អេក្រង់ហើយបើយើងចុចទីនេះគឺវានឹងបង្ហាញក្រាបបាទនៅក្នុងការឆ្លើយលើកនេះបាទឥឡូវខ្ញុំឧទាហរណ៍យើងចុច show correct នេះមកគឺលោកគ្រូអ្នកគ្រូឃើញនៅលើ screen ទូរ screen របស់យើងកញ្ចក់របស់យើងធំនោះគឺវានឹងបង្ហាញចម្លើយត្រឹមត្រូវឲ្យសិស្សបានដឹងនេះគឺជាការផ្ដល់ព័ត៌មានត្រឡប់ទៅកាន់សិស្សដោយផ្ទាល់ហើយរហ័សមែនទែនកន្លែងហ្នឹងណាបាទជាងសិស្សគាត់នឹងដឹងហើយគាត់នឹងចាប់អារម្មណ៍ទៅមើលនៅលើ screen គាត់នឹងដឹងថាគាត់ឆ្លើយត្រូវឬខុសហើយព្រោះគាត់លើកផ្ទាល់ដៃរបស់គាត់ចឹងណាហើយបើយើងចុច show ក្រាបគឺវានឹងបង្ហាញក្រាបនៅលើ screen នោះឲ្យគាត់ឃើញ 100% អីអញ្ចឹងណាបាទកន្លែងហ្នឹងគឺមានន័យអញ្ចឹងបន្តមកទៀតកន្លែងនេះគឺជាកន្លែងដែលយើងចុចទៅសំណួរបន្ទាប់មួយទៀតអញ្ចឹងលោកគ្រូអាចចុចកន្លែងហ្នឹងបាននៅពេលដែលយើងផ្ដល់ព័ត៌មានត្រឡប់ផ្សេងៗទៅកាន់សិស្សអស់ហើយឥឡូវខ្ញុំសាកមួយសំណួរទៀតតោះឥឡូវទាំងអស់គ្នាត្រៀមលោកគ្រូនឹងចុចទៅកាន់សំណួរទី2បាទតោះឥឡូវយើងឃើញសំណួរនៅលើអេក្រង់របស់យើងផ្លាស់ហើយតើយើងគិតថាចម្លើយណាដែលជាចម្លើយត្រឹមត្រូវនៅក្នុងសំណួរមួយនេះតើប្រយោគមួយណាដែលជាប្រយោគល្បះបញ្ជាក់ A ម៉ាក់ទៅផ្សារទេ B ម៉ាក់ទៅផ្សារ C ម៉ាក់កុំទៅផ្សារ D ម៉ាក់ទៅផ្សារតើកូនគិតថាចម្លើយណាជាចម្លើយត្រឹមត្រូវតោះមើលឲ្យសម្រេចចិត្តហើយលើកនៅចម្លើយដែលកូនគិតថាជាចម្លើយត្រឹមត្រូវតោះអស់ពេលហើយតោះយើងចាប់ផ្ដើមលើកយើងចុច scale ទីនេះមកលោកគ្រូអ្នកគ្រូបាទនៅទីនេះគឺសិស្សគាត់ឆ្លើយសូមលោកគ្រូអ្នកគ្រូសង្កេតចម្លើយមកលោកគ្រូអ្នកគ្រូឃើញពណ៌នេះគឺពណ៌ក្រហមហើយសិស្សមួយទៀតដែលឈ្មោះចុកក៏គាត់បាទពណ៌ក្រហមដូចគ្នាអញ្ចឹងមានន័យថាគឺសិស្សគាត់ឆ្លើយពុំទាន់បានត្រឹមត្រូវនៅឡើយទេកន្លែងនេះអញ្ចឹងយើងអាចមើលនៅលើក្រាមនេះដូចគ្នាដែរគឺចម្លើយត្រឹមត្រូវគឺចម្លើយ B នេះក្នុងករណីដែលយើងជាគ្រូយើងចង់រំលឹកចម្លើយត្រឹមត្រូវអីយើងអាចមើលនៅកន្លែងហ្នឹងបានសម្រាប់ខ្លួនយើងណាមុននឹងយើងឲ្យព័ត៌មានត្រឡប់ទៅកាន់សិស្សអញ្ចឹងទីនេះយើងឃើញសិស្សពីរនាក់នេះគឺគាត់ឆ្លើយអត់ទាន់បានត្រឹមត្រូវហើយយើងមកមើលឯក្រាបនេះវិញក៏ឃើញពណ៌ខុសគ្នាដែរបាទចឹងលោកគ្រូឃើញសិស្សឈ្មោះស្ដាប់នេះហើយសិស្សឈ្មោះចុចនេះក៏ឆ្លើយខុសដោយសារពណ៌ក្រហមបាទអញ្ចឹងសូមកូនដាក់ចុះបាទអញ្ចឹងយើងបញ្ឈប់នៅពេលដែលយើងបញ្ឈប់នេះមកអញ្ចឹងនៅទីនេះលោកគ្រូនឹងឃើញក្រាបរបស់យើងវាបង្ហាញទៅនេះ 0% មានថាសិស្សហ្នឹងគឺអត់មានអ្នកឆ្លើយត្រូវទេហើយអ្នកឆ្លើយគឺ2នាក់អ្នកដែលអវត្តមានបានឆ្លើយគឺ5នាក់ដដែលអញ្ចឹងណាអញ្ចឹងទីនេះលោកគ្រូអាចឲ្យព័ត៌មានត្រឡប់ទៅកាន់សិស្សឥឡូវយើងបង្ហាញទៅកាន់គាត់ដល់យើងចុចនៅកន្លែង show correct នេះយើងចុចពឹបមកគឺវានឹងលោតនៅលើ
screen អេក្រង់ធំដែរព្រោះសិស្សគាត់នឹងឃើញហើយបាទគាត់នឹងឃើញថាអូចម្លើយគាត់លើកមិញគឺចម្លើយ A គឺខុសហើយបាទឃើញទេបាទហើយចម្លើយ B ជាចម្លើយត្រឹមត្រូវអញ្ចឹងណាបាទអញ្ចឹងយើងបើយើងចង់ដឹងតើសិស្សណាចុចអក្សរ A B យើងចុចមកកន្លែងនេះកន្លែងនេះមកលោកគ្រូកន្លែងគាត់ឆ្លើយណាឧទាហរណ៍ថាកន្លែងនេះគឺបន្ទាត់នេះគាត់ឆ្លើយគេណាអញ្ចឹងយើងចុចលើហ្នឹងមកគឺយើងឃើញហើយសិស្សណាគាត់បាទគាត់ឆ្លើយនៅជ្រើសរើសយកចម្លើយមួយហ្នឹងឃើញទេអញ្ចឹងគឺវាឲ្យ feedback ទាំងគ្រូទាំងសិស្សបាទអញ្ចឹងគ្រូគាត់បានដឹងថាសិស្សណាគាត់ឆ្លើយយកចម្លើយមួយណាហើយសិស្សគាត់បានដឹងថាចម្លើយណាដែលជាចម្លើយត្រឹមត្រូវដែលគាត់ឆ្លើយហើយរាល់ពេលដែលយើងបញ្ចប់ហើយយើងអាច back មកគឺទិន្នន័យទាំងអស់លោកគ្រូអ្នកគ្រូគឺវារក្សាទុកនៅក្នុងប្រព័ន្ធនៃកម្មវិធី Flickr ឬក៏ website Flickr ទាំងអស់បាទអញ្ចឹងយើងអាចទាញយកមកវិភាគមើលសិស្សរបស់យើងវិញនៅពេលក្រោយក្នុងពេលណាមួយក៏បានដែរបាទសង្ឃឹមថាលោកគ្រូអ្នកគ្រូបានទទួលអ្វីដែលថ្មីនៅក្នុងវីដេអូមួយនេះហើយអាចយកទៅប្រើប្រាស់ជាប្រយោជន៍ដើម្បីបម្រើឲ្យថ្នាក់រៀនរបស់លោកគ្រូអ្នកគ្រូមានភាពរស់រវើកឡើងនៅក្នុងពេលនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា